ជំរាបសួរនាងខ្ញុំរស្មីនាំមកជួននៅមុខម្ហូបមួយមុខទៀតហើយស្ងោរត្រីងៀតត្រួយអំពិលក្រោយផ្ទះធម្មជាតិតែម្ដងឆ្ងាញ់ពិសានៅខែភ្លៀងត្រជាក់បែបនេះជាដំបូងនាងខ្ញុំទិញត្រីងៀតមកពិសាហ្នឹងគឺត្រីពោឬក៏ត្រីប្រាហ្នឹងចំនួន1ចំហៀងហើយនាងខ្ញុំយកមកលាងទឹកសម្រះវាឲ្យស្អាតឬក៏នាងខ្ញុំត្រាំជាមួយនឹងទឹកត្រជាក់ហ្នឹង1ម៉ោងឬក៏កន្លះម៉ោងបើសិនជាពុកម៉ែបងប្អូនអរគ្នាបញ្ញាប់តែកន្លះម៉ោងបានហើយហើយក៏នាងខ្ញុំចាប់ផ្ដើមទៅបេះស្លឹកគ្រៃដើម្បីយកវាមកស្ងោរត្រីងៀតរបស់នាងខ្ញុំបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានគល់ស្លឹកគ្រៃដាក់គល់ស្លឹកគ្រៃក៏បានដែរចំណែកនាងខ្ញុំគឺខ្ញុំដាក់ស្លឹកគ្រៃដោយសារសក្តិរបស់នាងខ្ញុំទឹមតែដាំទេមិនសូវមានគល់ចឹងខ្ញុំប្រើស្លឹកសម្រាប់ការប្រើស្លឹកគ្រៃនេះគឺខ្ញុំប្រើតែហើយជា5ទៅ6សន្លឹកនោះទេនាងខ្ញុំលាងទឹកវាឲ្យស្អាតហើយនាងខ្ញុំមូលជាដុំទៅគឺយើងអាចដាក់ស្ងោរត្រីងៀតរបស់យើងឲ្យវាកាត់ឆ្អាបបានហើយអញ្ចឹងវាត្រីងៀតរបស់យើងស្ងោរហ្នឹងគឺមានរសជាតិឈ្ងុយឆ្ងាញ់ពិសាបន្ទាប់ពីស្លឹកគ្រៃរបស់នាងខ្ញុំបេះបានហើយគឺខ្ញុំលាងសម្អាតទឹកនៅក្នុងខ្ទះដែលចិត្តផ្ទះរបស់នាងខ្ញុំតែម្ដងទៅខ្ញុំលាងវា2 3ដងទៅហើយបូតវាឲ្យស្អាតបន្ទាប់មកក៏ខ្ញុំមូលវាចុះមូលឡើងសម្រាប់យកវាទៅដាក់ក្នុងស្ងោរត្រីរបស់នាងខ្ញុំជាបន្តមកទៀតហ្នឹងក៏នាងខ្ញុំឈៀតពេលបេះត្រួយអំពិលដែលមេឃកំពុងមេឃភ្លៀងមកណាគឺធ្វើត្រួយអំពិលរបស់នាងខ្ញុំលោះត្រួយស្អាតហើយត្រួយអំពិលនេះគឺខ្ញុំតែងតែបេះស្លឹកចាស់វាចេញអញ្ចឹងវាលោះត្រួយខ្ចីមកយើងងាយស្រួលក្នុងការបេះយកមកស្លចាសម្រាប់នៅស្រុកស្រែជនបទអញ្ចេះគឺយើងមិនចាំបាច់ចំណាយលុយទៅក្នុងការទិញស្លឹកអំពិលអីទេគ្រាន់តែពុកម៉ែបងប្អូនអស់គ្នាមានគ្រាប់អំពិលដែលយើងស្លហើយទិញមកផ្សារណាយកមកត្រាំទឹកមកយប់ទៅបន្ទាប់មកទៀតយកមកប្រោសក្បែរផ្ទះរបស់បងប្អូនអស់គ្នាគឺអាចពេលវាដុះមកគឺយើងអាចបេះស្លឹកឬក៏ត្រួយវានឹងស្លបានហើយសម្រាប់ដើមអំពិលវិញបើដើម្បីកំបោយវាឡើងខ្ពស់ពុកម៉ែបងប្អូនអស់គ្នាបេះស្លឹកចាស់ចេញទៅហើយវាលោះស្លឹកថ្មីមកទៀតហើយវិធីនេះខ្ញុំតែងតែធ្វើជាមួយនឹងដើមអំពិលរបស់ខ្ញុំប្រហែលជា4 5ដើមនៅក្រោយផ្ទះណាចាហើយជាបន្តមកទៀតនោះគឺនាងខ្ញុំដាក់យកទឹកប្រហែលជាកន្លះកាទេដោយសារសម្លរបស់ខ្ញុំត្រីងៀតតែជំហៀងខ្ញុំស្លតែមួយចាននេះអញ្ចឹងទឹករបស់ខ្ញុំគឺប្រហែលតែមួយចានឬក៏ជាកន្លះកានោះទេតមកទៀតនាងខ្ញុំដាំទឹកពុះក៏នាងខ្ញុំឆ្លៀតថតគ្រឿងទេសមួយចំនួនមានដូចជាត្រួយអំពិលស្លឹកក្រូចម្ទេសរំដេងចាហើយនឹងខ្ទឹមក្រហមខ្ទឹមសក៏បានដែរដល់វគ្គនេះដែរទឹករបស់នាងខ្ញុំចាប់ផ្ដើមពុះហើយអញ្ចឹងក៏នាងខ្ញុំចាប់ផ្ដើមញីស្លឹកគ្រៃហ្នឹងគឺដាក់វាចូលតែម្ដងដាក់ប្រហែលជាមួយសន្ទ្រូក៏ខ្ញុំមួយសន្ទុះខ្ញុំក៏ថែមរំដេងរបស់នាងខ្ញុំគឺកាត់ជាដុំខ្ញុំបន្ថែមម្ទេសស្លឹកក្រូចហើយនឹងខ្ទឹមក្រហមដើម្បីឲ្យវាកាត់ឆ្អាបបន្ទាប់ពីយើងដាក់គ្រឿងទេសមួយចំនួនឲ្យវាចូលមកពុះហើយយើងចាប់ផ្ដើមដាក់នៅត្រីដែលនាងខ្ញុំលាងសម្អាតវា2 3ទឹកហើយខ្ញុំត្រាំវាប្រហែលជាកន្លះម៉ោងបើសិនជាយើងត្រាំកាន់តែយូរត្រីរបស់យើងគឺវាអត់ប្រៃនោះទេបន្តមកទៀតគឺនាងខ្ញុំយកត្រីហ្នឹងមកដាក់ចូលបន្ទាប់ពីដាក់ត្រីចូលហើយគឺយើងដាក់រំងាស់ស្ងោរវារហូតដល់ត្រីហ្នឹងឆ្អិនផុយល្អបន្ទាប់ពីត្រីឆ្អិនផុយល្អគឺនាងខ្ញុំបានបន្ថែមនៅត្រួយអំពិលតែសម្រាប់ការស្ងោរត្រីនេះយើងត្រូវដួសពពុះវានឹងចេញកុំឲ្យវាខាណាចាយើងដួសពពុះចេញបន្តមកទៀតគឺយើងដាក់ត្រួយអំពិលទៅហើយថែមគ្រឿងទេសមួយចំនួនទៅជាការស្រេចចាអញ្ចឹងទឹកសម្លរបស់ខ្ញុំត្រីរបស់នាងចាប់ផ្ដើមផុយហើយស្ងោររបស់ខ្ញុំបន្ថែមនៅប៊ីចេងបន្តិចហើយតមទៀតខ្ញុំថែមនៅស្ករត្នោតឬក៏ហៅថាអ្នកតំបន់ជនបទហៅស្ករក្រហមស្ករត្នោតហ្នឹងហើយតែបន្តិចទេដោយសារត្រីស្ងោរវាត្រូវការរសជាតិជូរអញ្ចឹងយើងបន្ថែមស្ករយើងអត់ថែមច្រើនទេយើងថែមតែបន្តិចទេជាបន្តមកទៀតគឺនាងខ្ញុំដាក់នៅត្រួយអំពិលជាចុងក្រោយបំផុតហើយត្រួយអំពិលរបស់ខ្ញុំនោះភ្លក់មុនដំបូងដូចជាមិនសូវជូរសោះអញ្ចឹងនាងខ្ញុំថាថែមតិចទៀតសិនដើម្បីថែមតិចទៀតយ៉ាងជូរខ្លាំងតែម្ដងប៉ុន្តែអ្នកនៅជនបទគេថាជូរពេញឆ្ងាញ់ដែរហើយជូរជ្រះណាចាជូរពេញឆ្ងាញ់តែម្ដងលាយបាយហើយខែត្រជាក់មេឃភ្លៀងស្ទុំចេះអូញ៉ាំបាយ
ម៉ែដាំពី3កំប៉ុងអស់លីងចាចឹងមិនថានៅជនបទឬក៏នៅទីក្រុងឯងមុខម្ហូបពីមុខមួយនេះហូបឲ្យមិនធុញហូបឲ្យចង់ហូបទៀតនឹកឃើញចាយើងធ្វើថ្ងៃណាតនេគឺធ្វើចាហើយមិនតនេក៏ធ្វើបានដែរមុខម្ហូបមួយមុខនេះគឺលឿនណាហើយបើនៅភ្នំពេញទៀតកាន់តែងាយស្រួលនៅទីក្រុងឬក៏ទីប្រជុំជនទៀតសបោធួយ7សបោត្រីហ្នឹងចាសបោគ្រឿងផ្សំធ្វើលឿនជាងនាងខ្ញុំនៅជនបទទៀតបើនាងខ្ញុំនៅជនបទគឺខ្ញុំធ្វើត្រូវតែរកគ្រឿងហ្នឹងនៅខ្លួនឯងភាគច្រើនចាខ្ញុំអត់សូវចាំឬក៏អត់សូវមានពេលវេលាក្នុងការទិញពីម៉ូតូមិនគេទេចាខ្ញុំធ្វើការមហូតចឹងណាចាហើយបរៀនសិស្សបរៀនអីទៀតចឹងគឺនាងខ្ញុំអត់មានពេលទៅទិញចឹងគឺនាងខ្ញុំបេះធួយ7នៅក្រោយផ្ទះហើយស្លឹកក្រូចមួយចំនួនហើយស្លឹកគ្រៃចាចឹងអ្វីដែលខ្ញុំទិញនោះគឺខ្ញុំទិញតែថៃចំនួនហើយជា5000ទេគឺខ្ញុំបានសម្លមួយឆ្នាំងនេះហើយចាហើយតនេពុកម៉ែបងប្អូនអរគ្នាអាចសាកធ្វើឬក៏ធ្វើញ៉ាំទៅអ្នកនៅខាងខេត្តខ្ញុំគឺចូលចិត្តហូបមែនតែនប៉ុន្តែពុកម៉ែបងប្អូនអរគ្នាអ្នកទីក្រុងឬក៏អ្នកអីមិនដឹងថាធ្លាប់ហូបអត់ទេមកហូបមួយមុខនេះប៉ុន្តែបើមិនធ្លាប់ហូបសាកធ្វើហូបមើលមានរសជាតិឆ្ងាញ់ណាពុកម៉ែបងប្អូនអរគ្នាចាបន្ទាប់ពីសម្លនឹងខ្ញុំឆ្អិនហើយជាចុងក្រោយគឺនឹងខ្ញុំបិទភ្លើងហើយខ្ញុំដួសវាដាក់ចានហូបជាអាហារថ្ងៃត្រង់ចាបើនេះខ្ញុំញ៉ាំពេលថ្ងៃត្រង់បើសិនជាពុកម៉ែបងប្អូនអរគ្នាហូបពេលល្ងាចឬក៏ពេលព្រឹកក៏បានដែរវាមិនជាបញ្ហាអីទេមុខម្ហូបខ្មែរយើងមុខគឺហូបបានស្ទើរតែគ្រប់ពេលចាបើមានបងប្អូនមកលេងផ្ទះអីស្លបែបហ្នឹងណាហើយតែគាត់សុំថែមបាយឯតាមមើលចាទំនងឯពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់នាងខ្ញុំទំនងហើយទៅពេលបានហោះរត់ឆ្ងាញ់ទៀតណាចាហើយខ្ញុំបានឆ្លៀតពេលតនេរបស់នាងខ្ញុំតែទៅធ្វើមុខម្ហូបបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាជួយ Subscribe ជួយ Like និង Comment នៅវីដេអូរបស់នាងខ្ញុំដើម្បីនាងខ្ញុំកាន់តែមានកម្លាំងចិត្តក្នុងការផលិតវីដេអូជូនពុកម៉ែបងប្អូនទាំងអស់គ្នាទៀតចែកម្លែកចំណេះដឹងអំពីការធ្វើមុខម្ហូបប្រចាំតំបន់ឬក៏មុខម្ហូបខ្មែរបានយើងឬក៏មុខម្ហូបផ្សេងទៀតហើយជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសំណាងល្អសុខភាពល្អគ្រប់ក្រុមគ្រួសារហើយជាចុងក្រោយវីដេអូហ្នឹងក៏នាងខ្ញុំមានបន្ថែមវីដេអូដែលនាងខ្ញុំបដោះកូនខ្នោហើយនឹងទេសភាពមួយចំនួននៅក្រោយផ្ទះរបស់នាងខ្ញុំដែលនាងខ្ញុំដាំមានដូចជាដំឡូងជ្វាមានដូចជាពោតមានជីមញ៉េឬក៏ហៅជីវ៉ាន់ស៊ុយណាចាបើស្រាប់តោះខ្ញុំគេហៅថាជីមញ៉េហើយក៏មានកូនល្ហុងមានម្ទេសមានស្លឹកខ្ទឹមចាមានខ្ជាយមានរមៀតចាមានស្ទើរគ្រប់មុខគ្រឿងទេសដែលនាងខ្ញុំដាំនោះអ្វីដែលនាងខ្ញុំដាំអត់សូវបាននោះគឺតកតងជាមួយនឹងក្រូចឆ្មាហើយនឹងក្រូចសើចគឺនាងខ្ញុំដាំអត់បានសោះដាំងាប់ចាហើយមានមួយទៀតមានដើមខ្វិតចាដើមខ្វិតដើមពេញរាជដើមប្រទាលទុយកពើមានដើមអំពិលមានដើមត្នោតយ៉ាក្រោយតែខ្ញុំមានច្រើនតែមិនសូវដីមិនសូវធំម៉ាទេដាំឡើងពេញអស់ហើយចាពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយតនេនេះខ្ញុំនឹងថតបង្ហាញបន្ថែមទៀតហើយថ្ងៃនេះខ្ញុំបានថតឬក៏បង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាតែប៉ុណ្ណេះទេហើយថ្ងៃថ្មនេះតើពុកម៉ែបងប្អូនទាំងអស់គ្នាសុខភាពល្អឬក៏សំណាងល្អដែរទេជំនាញខ្ញុំវិញគឺជាមិនជាបញ្ហាទេសុខភាពល្អគ្រាន់បើដែរចាហើយជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាថែទាំសុខភាពហើយជួបគ្នាឱកាសក្រោយនៅវីដេអូក្រោយ